រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបញ្ជាក់ថាការបង្ហោះវីដេអូអំពីសៀមប្រារព្ធកម្មវិធីបួងសួងនៅប្រាសាទតាមាន់ធំគឺជាព័ត៌មានចាស់តែប៉ុណ្ណោះយោងតាមការបង្ហោះផ្សាយរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិកសពសនៅថ្ងៃទី18ខែមិនិនាឆ្នាំ2025រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ថាថ្មីនេះមានការបង្ហោះផ្សាយវីដេអូផ្សេងៗនៅតាមបណ្ដាញសង្គមអំពីការប្រារព្ធកម្មវិធីបួងសួងនៅប្រាសាទតាមាន់ធំពីសំណាក់ទាហានថៃគឺជាព័ត៌មានចាស់ក្នុងគោលបំណងធ្វើឲ្យសាធារណជនមានការយល់ច្រឡំរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនក៏បានគូសបញ្ជាក់ថាព័ត៌មានចាស់ខាងលើនេះត្រូវបានเพจមួយចំនួនយកមកបង្ហោះឡើងវិញដើម្បីឲ្យសាធារណជនមានការភ័ន្តច្រឡំដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំនិងបញ្ឈប់ការផ្សព្វផ្សាយនិងចែករំលែកព័ត៌មាននេះតទៅទៀត